សួស្តីបងប្អូនថ្ងៃនេះនាំអារម្មណ៍បងប្អូនមកលេងនៅជាការយើងទៀតហើយបងប្អូនហើយថ្ងៃនេះដែរយើងធ្វើការវីដវងហ្នឹងបងប្អូនដើម្បីដាំអំពៅផងយើងបងប្អូនហើយវីដេអូច្រើនដងហើយបងប្អូនដែលយើងធ្លាប់ថតពីការដាំអំពៅហ្នឹងបងប្អូនប៉ុន្តែអត់មានបានផលទេបងប្អូនដោយសារតែយើងធ្វើរបៀបដូចថាធ្វើលំអញ្ចឹងណាបងប្អូនលបងក៏យើងអត់មានហើយការដាំផងយើងក៏យើងជីកអត់បានស្អាតត្រឹមត្រូវស្មៅក៏យើងអត់បានសម្អាតអញ្ចឹងហើយគឺវាអត់បានផលទេបងប្អូនប្រៀបដូចតែយើងធ្វើវីដេអូរាល់ថ្ងៃអញ្ចឹងណាបងប្អូនគឺយើងចង់តែមួយឆាបគឺវាអត់មានបានផលទេណាបងប្អូនអញ្ចឹងហើយបងប្អូនត្រូវតែតស៊ូការធ្វើផងយើងគឺត្រូវប្រចាំថ្ងៃណាបងប្អូនហើយដាំអំពៅនេះខ្ញុំដាំច្រើនដងហើយបងប្អូនប៉ុន្តែវាអត់ដុះដោយសារអីដោយសារតែយើងដាំអត់បានថែណាបងប្អូនស្មៅក៏យើងអត់ថែទឹកក៏យើងអត់បានចាក់អញ្ចឹងហើយគឺយើងអត់មានបានផលទេបងប្អូនមួយឆ្នាំជាទឹកឡងផុតទៅក៏អត់មានបានអីដែរដែលប្រៀបដូចតែយើងលេងផេកធ្វើវីដេអូអញ្ចឹងដែរបងប្អូនដែលយើងតស៊ូប្រចាំថ្ងៃគឺវាបានផលហើយបងប្អូនដាំដំណាំក៏អញ្ចឹងណាបងប្អូនសិនតែយើងមើលថែវាដិតដល់ក៏វាបានផលដូចតែគ្នាដែរហើយថ្ងៃនេះយើងប្រហែលជាអាចធ្វើទ្រង់ទ្រាយរៀងធំបន្តិចហើយបងប្អូនហើយបន្ទាប់ពីយើងទាញខ្សែសម្អាតស្មៅរួចហើយគឺយើងធ្វើការផ្លាក់ដីណាបងប្អូនគឺយើងហៅផ្សេងគ្នាបងប្អូនខាងខ្ញុំគេហៅផ្លាក់ដីអញ្ចឹងឯងគឺយើងកាប់ត្រឡប់វាទៅបងប្អូនគឺតាមរងនៅត្រង់នេះស្នុកពេលដែលយើងអំពៅយើងដុះហើយគឺយើងដើរចាក់ទឹកគឺវាមានរងមានអីត្រឹមត្រូវផងវាណាបងប្អូនហើយដីយើងធំបងប្អូនហើយយើងទឹកតែធ្វើបាន1រងទេបងប្អូនហើយ1រងក៏អត់ទាន់រួចរាល់ដែរបងប្អូនគឺយើងធ្វើការជីកផ្លាក់ដីល្អិតរួចហើយគឺយើងធ្វើការដាក់ចំបើងទៅណាបងប្អូនព្រោះចំបើងនៅដីយើងមានស្រេចបងប្អូនសិនតែយើងទុកចោលទេគឺវាខាតចោលទេអញ្ចឹងហើយគឺយើងយកមកពូកដើម្បីដុតឲ្យវាកើតជីណាបងប្អូនតាមពិតចំបើងយើងកោស៊ីដែរបងប្អូនប៉ុន្តែស៊ីពេលដែលអស់ស្មៅលិញណាបងប្អូនអស់ស្មៅលិញទៅបានវាស៊ីខាងខ្ញុំគឺថាកោអត់ស៊ីចំបើងទេបងប្អូនរៀងពិបាកដែរកោរកចំបើងអញ្ចឹងណាបងប្អូនវាស៊ីទៅតែអស់ស្មៅហើយបានវាស៊ីចំបើងហើយរួមតែអស់ស្មៅគឺថាចំបើងគឺទូកទីអស់ហើយបងប្អូនចំបើងចាស់ហើយអញ្ចឹងហើយគឺយើងធ្វើការយកវាមកពូកដុតហើយបងប្អូនដើម្បីបានជីផងយើងណាបងប្អូនតាមពិតដីនេះគឺជីស្រេចហើយដែរបងប្អូនប៉ុន្តែយើងធ្វើការដុតដើម្បីលាប់មេរោគនៅដីផងណាបងប្អូនហើយបន្ទាប់ពីយើងដាក់ចំបើងរួចហើយគឺយើងដាក់សំដីស្រូវម្ដងបងប្អូនហើយបងប្អូនធ្លាប់បោកស្រូវគឺមានហើយបងប្អូនមានសំដីបែបហ្នឹងណាបងប្អូននេះជាកស្រូវទេបងប្អូនដែលយើងបោកហើយអត់មានស្រូវទេគឺមានដែរបងប្អូនមានក្រុមអញ្ចឹងបងប្អូនយើងខ្លះគឺគាត់ដែររយបានបងប្អូនក៏ដែររយតាមតែគេចោលអញ្ចឹងបងប្អូនហើយឆ្នាំនេះអត់មានបងប្អូនណាគាត់មករយយកទេឆ្នាំទៅគឺអត់មានទេបងប្អូនគាត់រយយកអស់តែម្ដងណាបងប្អូនហើយបន្ទាប់ពីយើងធ្វើការដាក់ចំបើងហើយយើងដាក់សំដីស្រូវពីលើទៅបងប្អូនហើយយើងធ្វើការដុតដើម្បីធ្វើជាជីផងយើងណាបងប្អូនគឺយើងដាំបែបថាធម្មជាតិសុទ្ធតែម្ដងហើយបងប្អូនហើយចាប់ពីពេលនេះទៅគឺយើងនៅថែទាំរហូតហើយបងប្អូនមិនថាមើលថែស្មៅចាក់ទឹកហើយពិសេសគឺលបងបងប្អូនគឺលបងយើងពាត់រួចរាល់ហើយណាបងប្អូនគឺយើងពាត់ចិត្តហើយបើយើងចាប់ដើមធ្វើបើអញ្ចឹងទៅគឺវាខាតកម្លាំងទៅហើយបងប្អូនដូចដែលខ្ញុំធ្លាប់ថតឲ្យបងប្អូនមើលចឹងឯងគឺយើងមកដាំញយហើយបងប្អូនគឺដាំញឹកញាប់មែនទែនប៉ុន្តែវាអត់ដុះហើយក៏វានៅបងប្អូនដោយសារតែកោពេកណាបងប្អូនហើយបន្ទាប់ពីយើងដាក់ចំបើងហើយយើងដាក់សំដីស្រូវរួចហើយគឺយើងធ្វើការដុតហើយបងប្អូនយើងចាប់ដើមដុតហើយឆ្នាំនេះស្គមថាអត់ឆេះចំបើងទៀតទេបងប្អូនឆ្នាំទៅគឺថាឆេះចំបើងអស់តែម្ដងណាបងប្អូនឆេះចំបើងឡាប់ទាំងដើមខ្នោយើងមកដើមទៀតផងបងប្អូនហើយសារនេះយើងធ្វើការការពារណាបងប្អូនបន្ទាប់ពីយើងដុតរួចហើយគឺយើងដើរវាខាងស្អាតដើម្បីកុំឲ្យវារាលចូលចំបើងផងយើងបងប្អូនហើយចំបើងយើងនៅចិត្តនឹងដែរបងប្អូនតែនៅម្ខាងរបស់ម្នាក់ណាបងប្អូនហើយការងារដែលយើងធ្វើរាល់ថ្ងៃនេះបងប្អូនយើងធ្វើផងថតផងទៅបងប្អូនវាអត់មានខាតអីច្រើនទេណាបងប្អូនវីដេអូរបស់យើងមិនព្យាយាមថតទេគឺអត់មានវីដេអូផុសទេបងប្អូនហើយដូចខ្ញុំរាល់ថ្ងៃសកម្មភាពដែលខ្ញុំកំពុងតែធ្វើជួនកាលអត់បានថតទេបងប្អូនពេលដែលធ្វើរួចហើយបានថតដោយសារតែយើងធ្វើបន្តថតបន្តវាធ្វើឲ្យញាត់ដៃញាត់ជើងអញ្ចឹងហើយយើងមើលច្បាស់ទេបងប្អូនមើលទៅញាក់ញាក់ញ័រញ័រអញ្ចឹងណាបងប្អូនហើយនេះយើងចាប់ដើមដុតទៅបងប្អូនតាមពិតយើងធ្វើការហត់យើងសម្រាប់យើងថតទៅណាបងប្អូនកាលណាយើងធ្វើបន្តថតបន្តវាអត់បានស្អាតទេបងប្អូនកម្មភាពដែលយើងថតគឺតែញ័រញាក់អញ្ចឹងណាបងប្អូនហើយលើភ្លើងយើងលុតហើយបងប្អូនបន្ទាប់ពីភ្លើងលុតហើយយើងត្រូវធ្វើអីទៀតបងប្អូនបន្ទាប់ពីភ្លើងលុតហើយគឺយើងធ្វើការកាប់ចិញ្ចាំដីយើងម្ដងទៀតហើយបងប្អូនតាមក៏ពិតដីនេះគឺយើងហាលចោលសិនទេបងប្អូនដោយសារតែរងយើងធ្វើអត់ទាន់រួចទេណាបងប្អូនគឺមួយច្បារនេះយ៉ាងតិចក៏4-5ថ្ងៃដែរបងប្អូនបានរួចណាដោយសារតែរងនេះគឺវែងមែនទែនបងប្អូនយើងដាំអំពៅសានេះគឺថាទ្រង់ទ្រាយរៀងធំតិចហើយបងប្អូនដោយសារថាឥឡូវហ្នឹងគឺអស់អំពៅគៀបហើយបងប្អូនគឺយើងចាប់ផ្ដើមធ្វើដាំសានេះគឺដាំជាប់លាប់មែនទែនហើយគឺយើងត្រូវការមកថែរហូតអញ្ចឹងណាបងប្អូនបើថែទៅគឺអត់បានទេបន្ទាប់ពីភ្លើងយើងលុតហើយគឺយើងធ្វើការផ្លាក់ដីម្ដងទៀតបងប្អូនហើយយើងផ្លាក់សណ្ដិលវាហាលចោលទៅណាបងប្អូន2 ឬ 3ថ្ងៃឬ5ថ្ងៃអីទៅរហូតពេលដែលយើងធ្វើរងរួចរាល់ណាបងប្អូនហើយថ្ងៃនេះយើងធ្វើរងបានតិចទេបងប្អូនជាមួយល្ងាចសរុបទៅបានប្រហែលរងហើយជា2 ឬ 3រងអីទេបងប្អូនដោយសារតែរងយើងវែងណាបងប្អូនបន្ទាប់ពីយើងកាប់សណ្ដិលចោលរួចអញ្ចឹងទៅលុបអញ្ចឹងទេធ្វើឲ្យខ្យល់ប៉ាំងផេះអស់អានឹងវាអស់ជីណាបងប្អូនអានេះជាជីផងយើងហើយបងប្អូនហើយវីដេអូយើងក៏មានអីច្រើនទេណាបងប្អូនមានតែប៉ុណ្ណឹងជម្រាបលាបងប្អូនសុខសប្បាយ